លើកទី1កន្លងឆាកជីវិតរបស់ម៉ែខៀវមីវតម្រងបងប្អូនអើយអប់មុខរួចហើយក៏ជីលពេញសៀខេតសៀមរាបតម្រងបងណាមិនហ៊ានទេចាដំបងមិនហ៊ានអប់ឬក៏ជីធុកពេញសៀមរាបទេតែក៏គិតមើលថាអប់ឲ្យហើយក៏ជូនកូនទៅដាក់សាលាក៏វាចំណេញម្ណាមកពីសាលាកូនក៏លៀងមុខកក់សក់កក់អុយមួយទឹកក៏រួយតម្រងចាឥឡូវគឺធ្វើការលៀបហើយចាញ់តនើទៅឲ្យបងប្អូនជូនកូនទៅសាលារៀននេះចាមកទុកមកផាសស្អាប់គេជីមកផាសស្អាប់តំណងច្រឡំធុកផាសស្អាប់ចាដាក់តំខៀវមីវអាទិត្យនេះខ្ញុំយកខៀវមីវជាមួយនឹងហាក់មេងកូនបងខ្ញុំមុំម្នាក់ចាទុកអាឈឺគូណាទី2អាតុកតុលនោះនឹងអូវីឥឡូវផាសស្អាប់ទៅទៅដឹកចាញ់ហើយចាពូផាសស្អាប់កាត់ឃើញក៏កាត់ចាស់សើចដាក់ទៅឲ្យបងប្អូនអើយបងស្រីខ្ញុំថានាងអេកណាហ៊ានអប់អាថាមិនខ្លាចអុយក្រមកអប់មុខប៉ាអ្នកប្អើឡើងអ្នកប្អើតាមផ្លូវចំណាប់ណាខ្ញុំក៏ confident លើខ្លួនឯងបងប្អូនអើយសើចខ្លួនឯងលរឹងពោះតែម្ដងតែមិនធ្វើមិនជាបញ្ហាបងអូនចាព្រោះអីខ្ញុំប្រើឈុតមុខយូរ៉ាបុកអប់មុខនេះណាផ្ទុះមែនបងប្អូនបានតែខ្ញុំមករយៈនេះខ្ញុំរំភើបចិត្តខ្លាំងផ្ទុះរហូតដល់នឹកស្មានមិនដល់ណាផ្ទុះដោយសារ feedback ភ្ងាវចាកាលណាដែលគេប្រើទូគេលាបទូល្អបានផលទូ feedback យើងកាន់តែផ្ទុះអីវ៉ាន់យើងកាន់តែដើរហើយបងប្អូនត្រូវចាំណាលក់អីវ៉ាន់ដែលអន់គុណភាពទោះបីបំបុកទីផ្សារធ្វើយ៉ាងណាក៏អត់ដើរដែរបងប្អូនចាំពាក្យខ្ញុំទុកហើយឥឡូវនេះក៏ជិះមកដល់សាលាកូនហើយចាអប់មុខដែលខ្ញុំអប់បានម្ដងនេះក៏អោយអ្នកគ្រូចាមកដល់គ្នាអ្នកគ្រូកូនខ្ញុំក៏ខ្ញុំហុចអោយកើតកាត់ហ្វេនចាកាត់ហ្វេនតែម្ដងក៏អោយកើតបន្ទាប់មកក៏ធ្វើការជិះធ្វើដំណើរបន្តមកចូលចាក៏ចូលក្នុងកាហ្វេនេះកាហ្វេសណ្ដីទេបងប្អូនអើយនោះក្នុងកាច់ជ្រូងនេះកាហ្វេច្រើនណាស់ណាស់នោះសៀមរាបខ្ញុំក៏ចូលដាក់តែម្ដងជាមួយនឹងកូនជាមួយនឹងបងខ្ញុំចាហើយអ្នកលក់កាហ្វេក៏គេចង់សើចតែគេឃើញជន់ផ្លែមុខមកទិញចានិយាយរួមផ្លែទាំងអស់មីគីបាញ់ណាវាផ្លែសពផ្លែគ្រប់បន្ទាប់ពីចេញពីទិញកាហ្វេក៏ហួសចូលមកហាងបាយអ៊ី